តើមានរឿងអ្វីកើតឡើងឲ្យពិតប្រាកដចំពោះកំពូលតារាចម្រៀងដ៏ល្បីល្បាញមាស សុខសោភាសួស្តីបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់វីដេអូថ្មីនៅក្នុងថ្ងៃនេះខ្ញុំបាទចន្ទរារិទ្ធនឹងមកនិយាយអំពីរឿងរ៉ាវដែលកំពុងតែកើតឡើងទៅលើកំពូលតារាចម្រៀងស្រីដ៏ល្បីល្បាញនៅក្នុងប្រទេសកម្ពុជាគឺអ្នកនាងមាស សុខសោភានៅថ្ងៃនេះគឺខ្ញុំនឹងមកប្រមូលព័ត៌មានដែលទាក់ទងនឹងរឿងមួយនេះហើយយកមកនិយាយសង្ខេបដោយលម្អិតសម្រាប់បងប្អូនទស្សនិកជនដែលនៅមិនទាន់យល់ច្បាស់ថាតើមានរឿងអ្វីកើតឡើងចំពោះអ្នកនាងមាស សុខសោភានិងក្រុមគ្រួសាររបស់គាត់ដូច្នេះសូមមកទស្សនាវីដេអូនេះទាំងអស់គ្នាអ្នកនាងមាស សុខសោភាគឺជាកំពូលតារាចម្រៀងមួយរូបប្រចាំប្រទេសកម្ពុជាដែលត្រូវបានប្រជាជនទទួលស្គាល់ថាមានទឹកដមសម្លេងផ្អែមពីរោះហើយអាចច្រៀងបានគ្រប់ទម្រង់មិនថាតែជាចម្រៀងមនោសញ្ចេតនាចម្រៀងបែបប្រពៃណីបែបបុរាណឬក៏បែបញាក់កន្ត្រាក់អារម្មណ៍នោះទេហើយថ្មីនេះគឺមានព័ត៌មានផ្ទុះពេញបណ្ដាញសង្គមតែម្ដងដែលពាក់ព័ន្ធនឹងអ្នកនាងមាស សុខសោភាជាមួយនឹងអតីតស្វាមីរបស់គាត់រួមទាំងពាក់ព័ន្ធនឹងតាឥសីនៅភ្នំត្បែងនោះផងដែរដូច្នេះខ្ញុំនឹងមកនិយាយថាតើមានរឿងអ្វីកើតឡើងចំពោះអ្នកនាងមាស សុខសោភាហើយតើរឿងរ៉ាវនោះវាបែបណាដោយយោងទៅតាមការបកស្រាយចុងក្រោយរបស់អ្នកនាងមាស សុខសោភាមួយរយៈចុងក្រោយនេះមហាជននៅលើបណ្ដាញសង្គមមានការចាប់អារម្មណ៍ទៅលើការបញ្ចេញមតិយោបល់របស់អ្នកនាងមាស សុខសោភាដែលពាក់ព័ន្ធនឹងអបិយជំនឿនិងជំនឿសាសនាជាដើមដែលការបកស្រាយឬក៏ការនិយាយរបស់គាត់នាមរយៈចុងក្រោយនេះហាក់បីដូចជាមានការខុសប្លែកពីរាល់ដងដែលធ្វើឲ្យមហាជនមានការងឿងឆ្ងល់ស្របពេលនេះដែរថ្មីនេះអតីតស្វាមីរបស់គាត់បានមកទម្លាយរឿងរ៉ាវមួយចំនួនដែលពាក់ព័ន្ធជាមួយនឹងអ្នកនាងមាស សុខសោភាដោយសារតែមួយរយៈចុងក្រោយនេះអ្នកនាងមាស សុខសោភាបានចាយលុយជាច្រើនម៉ឺនដុល្លារទៅលើតាឥសីនៅភ្នំត្បែងហើយស្វាមីរបស់គាត់ថែមទាំងបានទម្លាយថាតាឥសីនេះបានជ្រៀតជ្រែកសុភមង្គលគ្រួសាររបស់គាត់ផងដែរឆ្លើយតបទៅនឹងបញ្ហានេះអ្នកនាងមាស សុខសោភាបានធ្វើការ live បកស្រាយកាលពីពេលថ្មីនេះដោយទទួលស្គាល់ថាអ្នកនាងបានបែកបាក់គ្រួសារនិងបានលែងលះជាមួយនឹងស្វាមីរបស់គាត់រួចទៅហើយពោលគឺបច្ចុប្បន្នអ្នកនាងនិងស្វាមីមិនត្រូវជាអ្វីនឹងគ្នាទៀតនោះទេហើយអ្នកនាងថែមទាំងបានទម្លាយថាកាលពី3ទៅ4ឆ្នាំមុនអ្នកនាងគឺពិតជាមានបញ្ហាវិបត្តិផ្លូវចិត្តពិតមែនក៏ប៉ុន្តែអ្នកនាងមាស សុខសោភាមិនបានពន្យល់លម្អិតថាបញ្ហាបាក់ទឹកចិត្តនោះកើតឡើងដោយសារតែកត្តាអ្វីខ្លះនោះទេហើយនៅពេលនោះអ្នកនាងបានព្យាយាមស្វែងរកជំនួយពីអ្នកនៅជុំវិញខ្លួនពីមនុស្សជាទីស្រឡាញ់ពីក្រុមគ្រួសារពីមិត្តភ័ក្តិជាដើមក៏ប៉ុន្តែមិនមាននរណាម្នាក់អាចជួយដោះស្រាយបញ្ហារបស់អ្នកនាងបាននោះទេរហូតដល់ចុងក្រោយអ្នកនាងមាស សុខសោភាបានជួបជាមួយនឹងតាបោះឥសីភ្នំត្បែងនោះទើបអាចជួយស្រោចស្រង់ឬក៏អាចជួយសង្គ្រោះអាយុជីវិតរបស់អ្នកនាងមាស សុខសោភាបានដែលធ្វើឲ្យអ្នកនាងមាស សុខសោភាមានការជឿទៅលើជំនឿផ្សេងៗដែលពាក់ព័ន្ធជាមួយនឹងតាឥសីនោះរហូតហ៊ានចាយលុយរាប់ម៉ឺនដុល្លារដើម្បីតបស្នងសងគុណទៅដល់តាឥសីដែលបានជួយសង្គ្រោះអាយុជីវិតរបស់គាត់យ៉ាងណាមិញអ្នកនាងមាស សុខសោភាបានបញ្ជាក់ច្បាស់ដែរថារហូតមកដល់នៅពេលបច្ចុប្បន្ននេះគឺអ្នកនាងមិនមានបញ្ហាសុខភាពអ្វីទៀតនោះទេពោលគឺសុខភាពល្អប្រសើរធម្មតាហើយក៏បានរួចផុតពីបញ្ហាដែលបានកើតឡើងកន្លងមកហើយដែរហើយអ្វីដែលអ្នកនាងមាស សុខសោភាយកមកបកស្រាយនៅពេលនេះគឺដោយសារតែអតីតស្វាមីរបស់គាត់បានផ្ដល់ព័ត៌មានទៅកាន់អ្នកសារព័ត៌មានក៏ដូចជាធ្វើការបកស្រាយនៅលើបណ្ដាញសង្គមទើបអ្នកនាងធ្វើការឆ្លើយតបទៅវិញដើម្បីកុំឲ្យមហាជនមានការព្រួយបារម្ភក៏ដូចជាមានការយល់ខុសទៅលើខ្លួនអ្នកនាងផ្ទាល់តែប៉ុណ្ណោះយ៉ាងណាមិញបើទោះបីជាអ្នកនាងមាស សុខសោភាបានធ្វើការបកស្រាយបញ្ជាក់ច្បាស់យ៉ាងណាក៏ដោយប៉ុន្តែពីសំណាក់មហាជននៅតែមានការព្រួយបារម្ភទៅលើអ្នកនាងមាស សុខសោភាដែលហាក់ដូចជាជឿងប់ងល់នឹងអបិយជំនឿទាំងនោះខ្លាំងពេកហើយមួយរយៈចុងក្រោយនេះសង្កេតឃើញថាអ្នកនាងមានការនិយាយស្ដីប្លែកៗមិនដូចពីមុនដែលធ្វើឲ្យមហាជនព្រួយបារម្ភថាស្ថានភាពផ្លូវចិត្តរបស់អ្នកនាងមាស សុខសោភាអាចប៉ះពាល់ដោយសារតែការងប់ជឿអ្វីមួយដោយខ្វះការពិចារណាដូចនេះសរុបមកវិញបើយោងទៅតាមការបកស្រាយរបស់អ្នកនាងមាស សុខសោភាគឺយើងបានដឹងថាអ្នកនាងបានជួបនៅបញ្ហាវិបត្តិផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរហើយពេលដែលអ្នកនាងកំពុងតែជួបទុក្ខជួបការលំបាកនោះមិនមានអ្នកណាអាចជួយដោះស្រាយឬក៏អាចជួយប្រឹក្សាយោបល់ដល់អ្នកនាងបាននោះទេរហូតដល់អ្នកនាងបានជួបជាមួយនឹងតាឥសីភ្នំត្បែងនោះទើបធ្វើឲ្យអ្នកនាងអាចមានស្ថានភាពល្អប្រសើរឡើងវិញបានដូច្នេះជាការសំណូមពររបស់ខ្ញុំទៅកាន់មហាជនទូទៅមុននឹងធ្វើការបញ្ចេញមតិយោបល់ឬក៏ធ្វើការវាយតម្លៃសូមធ្វើការសិក្សាស្វែងយល់ឲ្យបានច្បាស់ពីបញ្ហាដែលបានពាក់ព័ន្ធនឹងគ្រួសាររបស់អ្នកនាងមាស សុខសោភាជាមុនសិនដោយសារតែយើងមិនស្ថិតនៅក្នុងស្ថានភាពរបស់គាត់នោះទេដូច្នេះយើងមិនដឹងថាតើគាត់បានជួបប្រទះនៅបញ្ហាអ្វីនោះឡើយហើយមួយវិញទៀតមិនថាតែជាកំពូលតារាចម្រៀងឬក៏ជាមនុស្សសាមញ្ញនោះទេតែងតែមានបញ្ហាតែងតែមានទុក្ខតែងតែមានការលំបាកដូច្នេះហើយមិនថាតែគាត់ជាតារាចម្រៀងនោះទេផ្លូវចិត្តរបស់គាត់ក៏ដូចតែជាមនុស្សសាមញ្ញធម្មតាអញ្ចឹងនៅពេលដែលគាត់មានបញ្ហាគឺគាត់តែងតែត្រូវការជំនួយពីអ្នកជុំវិញខ្លួនដើម្បីជួយសង្គ្រោះគាត់ក៏ប៉ុន្តែអ្វីដែលគាត់បានលើកឡើងនោះនៅពេលដែលគាត់ជួបទុក្ខជួបបញ្ហាគឺមិនមានអ្នកណាមួយដែលអាចជួយគាត់នោះឡើយដូច្នេះហើយពីអ្នកគ្រប់គ្រងគឺយើងមានតែបន្តលើកទឹកចិត្តនិងផ្ដល់កម្លាំងចិត្តហើយក៏សង្ឃឹមថាអ្វីៗគ្រប់យ៉ាងនឹងវិលមករកស្ថានភាពល្អប្រសើរឡើងវិញហើយពួកយើងនៅតែគ្រប់គ្រងអ្នកនាងមាស សុខសោភាក្នុងនាមជាកំពូលតារាចម្រៀងដ៏ល្បីល្បាញនិងជាបុគ្គ
លដ៏ឆ្នើមនៅក្នុងវិស័យសិល្បៈរបស់ប្រទេសកម្ពុជាយើងអរគុណបងប្អូនទាំងអស់គ្នាសម្រាប់វីដេអូនៅថ្ងៃនេះគឺមានតែប៉ុណ្្នឹងទេដោយសារតែបញ្ហានេះកំពុងតែក្តៅកគុកនៅលើបណ្ដាញសង្គមដូច្នេះហើយទើបខ្ញុំធ្វើការសង្ខេបដោយខ្លីដើម្បីឲ្យបងប្អូនងាយយល់អំពីបញ្ហាដែលបានកើតឡើងទៅលើកំពូលតារាចម្រៀងដ៏ល្បីល្បាញរបស់ប្រទេសកម្ពុជាគឺអ្នកនាងមាស សុភាហើយប្រសិនបើការបកស្រាយរបស់ខ្ញុំក៏ដូចជាការបញ្យល់នេះមានចំណុចខុសឆ្គងត្រង់ប្រការណាមួយនោះក៏សូមអធិស្ឋានផងដោយការនិយាយនេះគឺខ្ញុំយោងទៅតាមការបកស្រាយទាំងស្រុងរបស់អ្នកនាងមាស សុភាតែប៉ុណ្ណោះជួបគ្នានៅវីដេអូក្រោយខណៈនេះខ្ញុំបាទចន្ទរារិទ្ធសូមអរគុណនិងសូមជម្រាបលា